អ្នកខ្លះគេសួរខ្ញុំថាហេតុអីបានដដែលថតមួយកូនថតមួយអីដោយសារអីខ្ញុំមិនដែរមានកូនទេនេះលើកទី1ដែលខ្ញុំបង្ហាញមុខកូនហើយកូនឥឡូវគាត់បានមកខួបហើយហើយអ្នកដែលគាត់កើតជំងឺមហានេះគឺគាត់ដឹងហើយគឺពិបាកក្នុងការមានកូនណាហើយគាត់សុំថាឲ្យស្រឡាញ់គាត់ដូចខ្ញុំចឹងព្រោះអីមានតែមួយគាត់ក្នុងជីវិតរបស់ពួកខ្ញុំភាគច្រើនអ្នកធម្មតាគាត់គិតថារូបថតចុងគ្រួសារជារូបធម្មតាសម្រាប់ពួកគាត់ហើយសុខភាពល្អជារឿងធម្មតាសម្រាប់ពួកគាត់ប៉ុន្តែសម្រាប់ខ្ញុំមិនដែលមានគ្រួសារទេបង្ហាញថាឥឡូវខ្ញុំមានគ្រួសារមានឪពុកមានម្ដាយមានកូនចង់ប្រាប់ពុកម៉ែបងប្អូនថានេះជារូបភាពជុំគ្រួសារដែលនាងខ្ញុំមានលើកដំបូងមានឪពុកមានម្ដាយហើយនឹងមានកូនជុំគ្រួសារដូចមនុស្សទូទៅធម្មតាភាគច្រើនអ្នកធម្មតាគាត់គិតថារូបថតចុងគ្រួសារជារូបធម្មតាសម្រាប់ពួកគាត់ហើយសុខភាពល្អជារឿងធម្មតាសម្រាប់ពួកគាត់ប៉ុន្តែសម្រាប់ខ្ញុំមិនដែលមានគ្រួសារទេបង្ហាញថាឥឡូវខ្ញុំមានគ្រួសារដូចគេមានឪពុកមានម្ដាយមានកូនព្រោះអីអ្នកខ្លះគេសួរខ្ញុំថាហេតុអីបានដដែលថតមួយកូនថតមួយអីដោយសារអីខ្ញុំមិនដែលមានកូនទេហើយនេះលើកទី1ដែលខ្ញុំបង្ហាញមុខកូនហើយកូនឥឡូវគាត់បានមកខួបហើយហើយអ្នកដែលគាត់កើតជំងឺមហានេះគឺគាត់ដឹងហើយគឺពិបាកក្នុងការមានកូនណាខ្ញុំតស៊ូបន្ទាប់ពីព្យាបាលជំងឺមហារីកហើយរយៈពេល3ឆ្នាំទៅ5ឆ្នាំអីបន្តែគេឲ្យយកកូនហើយយើងតស៊ូពុះពៀគ្រប់ឧបសគ្គនាំទៅបានកូនម្នាក់នេះហើយឥឡូវខ្ញុំបានជោគជ័យដូចជាក្រុមគ្រួសារមនុស្សធម្មតាហើយរាល់ថ្ងៃខ្ញុំមកទៀមទីអីមានគ្រួសារដូចមនុស្សធម្មតាទេហើយសង្ឃឹមថាពុកម៉ែបងប្អូនឃើញកូនស្រីម្នាក់នេះគាត់ឈ្មោះសុករិតមនីពេជ្រសូមឲ្យពុកម៉ែបងប្អូនជូនពរគាត់ម្នាក់មួយជាកូនសំណប់ចិត្តរបស់ពួកខ្ញុំទាំងពីរហើយគាត់សុំថាឲ្យស្រឡាញ់គាត់ដូចខ្ញុំចឹងព្រោះអីមានតែមួយគត់